បាទបឹងកេតទល់នឹងភ្នំពេញក្រោនមុនការប្រកួតចាប់ផ្ដើមក៏មានការគោរពភ្លេងជាតិក៏ដូចជាទង់ជាតិនៃប្រជាណាចក្រកម្ពុជាម្ចាស់ផ្ទះបឹងកេតឈុតសភ្នំពេញក្រោនក្រុមភ្ញៀវឈុតពណ៌ក្រហមការប្រកួតចាប់ផ្ដើមនៅវេលាម៉ោង 18:00 កន្លែងនេះដូចគ្នាចូលមកបានតែប្រមាណនាទីទេចម្ងាយប្រហែលជា7 ម៉ែត្រការបញ្ចប់ទីរបស់សៀយន្ធាត្រូវបានខកខានដោយការរារាំងរបស់សវ័យសំណាងចំណុចនេះហើយដែលជាការផ្សារភ្ជាប់ពីតំបន់ការពាររហូតការជ្រែកយកបាល់របស់សៀយន្ធាអាចទាត់បំផោងសំណាញ់ទីបាទទៅលើក្លឹបភ្នំពេញក្រោនក្នុងលទ្ធផល1-0ចន្ទធាបាទជ្រែកពីសុកហៃមកក៏មានឱកាសទាត់ប្រឡោះដៃបាទសវែងសំណាងកន្លែងនេះដូចគ្នាការបញ្ជូនចោះដល់ល្អពីអូសេតាគីវីឡាឯនោះវិញបាទក៏សម្លឹងឃើញហ្គាយូសូក្នុងចំហមួយដល់ល្អក្របបាល់តាមស្មើនៅនាទីទី17ពីលឹមពិសុទ្ធក្នុងការបញ្ជូនឲ្យហ្សាវេហ្គាយូសូបាទការបញ្ជូនមកពីតំបន់ខាងស្ដាំការប៉ះចុងជើងរបស់ហ្គាយូសូក៏ខ្លាចជាក្របបាល់តាមស្មើ1-1ចំណុចនេះដូចគ្នាបាទចម្ងាយប្រមាណជា20 ម៉ែត្របាទ Stephen Golovic ទៅបាល់ជានៅខាងក្រៅការទាត់វ៉ូឡេជើងស្ដាំមួយប្រអប់ជើងឆ្វេងមានការជួយសង្គ្រោះពីកុយសាលីមចុះវគ្គទី1លទ្ធផល1-1ចូលដល់វគ្គទី2បាទមានរឿងរ៉ាវជាច្រើនដែលយើងត្រូវទស្សនាទាំងអស់គ្នាការបង្កើតចង្វាក់លេងបាទការទាត់ពីបងសាមយូអែលបន្ទាប់ពីផ្លាស់ប្ដូរចូលអេនដ្រេនីតូបញ្ជូនចោះបងសាមយូអែលប្រើប្រាស់ចិត្តត្រជាក់របស់ខ្លួនបញ្ជូនចោះឲ្យយ៉ែមដេវីតទាញផុតនៅចាំទីកយសាលីមរកក្របបាល់នាំមុខ2-1យុវជនបងសាមយូអែលបញ្ជូនឲ្យយុវជនយ៉ែមដេវីតបាទកន្លែងនេះការទាញទាត់ជើងស្ដាំរបស់អោភិរុនបាទជោគចេញទៅខាងក្រៅចំណុចនេះហើយដែលជាក្របបាល់តាមស្មើបាទរបស់បាទម៉ាត់នូរុនបន្ទាប់ពីមានការផ្សារភ្ជាប់ពីតំបន់ការពារហើយនូរុនក៏ជ្រែកទាត់យកឲ្យឡងជើងឆ្វេងរបស់ខ្លួនទាត់ផុតដៃសវែងសំណាង2-2បាទនៅតែបន្តរឿងរ៉ាវជាបន្តទៀតបាទបន្ទាប់ពីលទ្ធផល2-2នេះយើងនៅមានរឿងរ៉ាវដ៏ល្អបាទកន្លែងនេះដូចគ្នាការបញ្ជូនដោយទំនុកចិត្តប៉ុន្តែការបញ្ចប់ទីរបស់ហ្គាយូសូមិនមានសំណាងឡើយការទាញផុតខ្សែបំរើ3រូប4រូបទាត់បំប៉ោងសំណាញ់ទីតែម្ដងក៏ខ្លាចជាក្របបាល់តាមស្មើបាទកន្លែងនេះបាទក៏ទាត់បាទផុតដៃកយសាលីមបាទសាលីមនោះគាត់ភ្ញាក់នេះបាទគាត់ថាចំនៅខាងមុខនោះ7នេះហើយនៅតែមានឱកាសទាត់បានមកទៀតបាទចំណុចកន្លែងនេះការស្រូទៅឲ្យជេលីហ្គូស្លីងប្រើប្រាស់ចុងជើងត្រូវបានសាលីមរ៉ាប់រងបានការដាក់សម្ពាធចុងវគ្គការបញ្ជូនបាទដ៏ល្អម៉ាណុចក៏បញ្ជូនឲ្យនូរុនការទាត់បញ្ចប់ទីរបស់ម៉ាត់នូរុនបាទចម្ងាយប្រមាណជា5 ម៉ែត្រតែប៉ុណ្ណោះនៅមុខទេបាទមិនដល់5 ម៉ែត្រទេបាទ3 ទៅ 4 ម៉ែត្រទេបាទនៅតែបន្តការដាក់សម្ពាធពីបឹងកេតជាក្របបាល់ជ័យជំនះបាទ4-3ដោយទូចម៉ាណុចបាទការទាញរកទីតាំងទូលាយហើយទាត់ជោគជើងឆ្វេងទៅផុតដៃអ្នកចាំទីសវ័យសំណាងការទាត់ការសម្លឹងការទាត់ការយកចិត្តទុកដាក់បាទក៏ខ្លាចជាក្របបាល់ជ័យជំនះតែម្ដងសម្រាប់បឹងកេតបាទអ្នកគ្រប់គ្រងរបស់បឹងកេតសប្បាយរីករាយបន្ទាប់ពីបាទក្រៀមក្រំអស់រយៈពេលប្រមាណប្រកួតចុងក្រោយនេះទៅហើយចុងវគ្គហើយមានឱកាសប៉ុនប៉ងប៉ុន្តែការជួយសង្គ្រោះពីសវ័យសំណាងនៅតែរារាំងចំហមួយនេះលទ្ធផលជាផ្លូវការក្នុងការប្រកួត The Classic Match បឹងកេតយកឈ្នះភ្នំពេញក្រោន4-3